នៅក្នុងគម្ពីររ៉ូមជំពូកទី14ដែលយើងបានអានជាមួយគ្នានៅក្នុងវីដេអូមុនក្នុងព្រះគម្ពីរបានប្រាប់យើងថាទោះបើរស់ឬក៏ស្លាប់គឺយើងទាំងអស់គ្នារស់ថ្វាយព្រះយេស៊ូវគ្រីស្ទយើងមិនមែនរស់នៅសម្រាប់ខ្លួនឯងទេចំណុចនេះប្រហែលជាបងប្អូនមួយចំនួនអាចនឹងគិតថាទេជីវិតជារបស់ខ្ញុំហេតុអីបានខ្ញុំមិនអាចរស់នៅសម្រាប់ខ្លួនឯងបានហេតុអីបានជាខ្ញុំចាំបាច់ត្រូវតែរស់នៅសម្រាប់ព្រះយេស៊ូវគ្រីស្ទអញ្ចឹងមានន័យថាខ្ញុំអត់បាច់ធ្វើការអីទេទូនទីរបស់ខ្ញុំគឺត្រូវតែដើរប្រាប់គេអំពីព្រះយេស៊ូវខ្ញុំឈប់ធ្វើការរបស់ខ្ញុំមិនអាចរកស៊ីបានឬក៏យ៉ាងម៉េចបងប្អូនការដែលយើងថាយើងរស់នៅថ្វាយព្រះយេស៊ូវគ្រីស្ទមិនមែនមានន័យថាយើងតតែយើងឈប់ធ្វើការងាររបស់យើងហើយយើងត្រូវតែដើរប្រាប់គេអំពីព្រះយេស៊ូវទេតែជីវិតរបស់យើងគឺជាការប្រកាសប្រាប់អំពីព្រះយេស៊ូវទោះបីជាបងប្អូនទាំងអស់គ្នាជាសិស្សសាលាបងប្អូនទៅរៀនក៏បងប្អូនទាំងអស់គ្នាអាចរស់នៅដោយការប្រកាសប្រាប់ព្រះយេស៊ូវបានដែរតាមរយៈសេចក្តីសុចរិតដែលបងប្អូនទាំងអស់គ្នារស់នៅទោះបីបងប្អូនទាំងអស់គ្នាជាអ្នកធ្វើការជាអ្នករកស៊ីជាមន្ត្រីរាជការជាអ្វីក៏ដោយបងប្អូនទាំងអស់គ្នាសុទ្ធតែអាចរស់នៅថ្វាយព្រះយេស៊ូវគ្រីស្ទដោយសេចក្តីសុចរិតសេចក្តីស្មោះត្រង់នៅក្នុងការប្រកបការងាររបស់បងប្អូនទាំងអស់គ្នាការដែលរស់នៅថ្វាយព្រះយេស៊ូវគ្រីស្ទមិនមែនមានន័យថាយើងត្រូវលះបង់ជីវិតរបស់យើងហើយយើងឈប់ធ្វើការទេគឺមានន័យថាយើងមិនបណ្ដោយឲ្យសេចក្តីលោភលន់សេចក្តីពងប្រាថ្នាអាក្រក់សេចក្តីអះអាភាសឬក៏សេចក្តីផ្សេងដែលជាការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ជារបៀបនៃការរស់នៅក្នុងអំពើបាបដឹកនាំជីវិតរបស់យើងទាំងអស់គ្នាយើងទម្លាក់ចោលពីព្រោះដែលយើងទាំងអស់គ្នាបានកើតជាថ្មីដោយការស្ដាប់បង្គាប់តាមដំណឹងល្អនោះគឺយើងរស់នៅក្នុងជីវិតថ្មីហើយយើងមិនត្រូវទៅរស់នៅក្នុងជីវិតចាស់ទេប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាបានកើតនៅក្នុងព្រះយេស៊ូវមានន័យថាយើងបានស្ដាប់តាមដំណឹងល្អហើយយើងត្រឡប់ទៅរស់នៅក្នុងជីវិតចាស់វិញមានន័យថាយើងអត់មានសេចក្តីប្រកបទេយើងអត់មានភាពជិតស្និទ្ធគឺយើងអត់មានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវគ្រីស្ទតតែសោះនៅក្នុងកាពីយ៉ូហានខ្សែទី1ជំពូកទី1ខ5ដល់ខទី7ព្រះគម្ពីរចែងថានេះជាដំណឹងដែលយើងខ្ញុំបានឮពីទ្រង់ហើយក៏ប្រាប់មកអ្នករាល់គ្នាគឺថាព្រះទ្រង់ជាពន្លឺភ្លឺគ្មានសេចក្តីងងឹតណានៅក្នុងទ្រង់សោះបើសិនជាយើងរាល់គ្នាថាយើងមានសេចក្តីប្រកបនឹងទ្រង់តែដើរក្នុងសេចក្តីងងឹតវិញនោះឈ្មោះថាយើងកុហកហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេតែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរនោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមកហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃទ្រង់ក៏សម្អាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់នេះគឺជាសេចក្តីដែលបានប្រាប់ថាការដែលយើងរស់នៅក្នុងព្រះយេស៊ូវគ្រីស្ទគឺយើងមិនត្រូវប្រព្រឹត្តអំពើបាបតទៅទៀតទេមិនមែនមានន័យថាពួកយើងមិនដែលជំពប់ដួលទេមានពេលដែលយើងត្រូវជំពប់ដួលព្រះគម្ពីរបានប្រាប់ថានៅពេលណាដែលយើងជំពប់ដួលតែយើងត្រូវធ្វើយ៉ាងម៉េចគឺយើងត្រូវលន់តួហើយសូមការអត់ទោសបាបពីព្រះអង្គប៉ុន្តែអ្វីដែលសំខាន់បងប្អូនហើយការដែលរស់នៅក្នុងព្រះយេស៊ូវគ្រីស្ទគឺជាការដែលរស់នៅក្នុងសេចក្តីសុចរិតមិនថាបងប្អូនប្រកបការងារអ្វីមិនថាបងប្អូនធ្វើមុខរបរអ្វីនោះទេបងប្អូនសុទ្ធតែអាចបង្ហាញឬក៏ប្រកាសប្រាប់អំពីព្រះយេស៊ូវមិនមែនមានន័យថាបងប្អូនចាំបាច់តតែឈប់ធ្វើការឈប់រកស៊ីនោះទេការរស់នៅថ្វាយព្រះយេស៊ូវគ្រីស្ទមានន័យថារស់នៅដោយការស្ដាប់បង្គាប់ហើយនឹងនៅក្នុងសេចក្តីសុចរិត